រឿងនេះហើយតែខ្ញុំបដូរដាច់ខាតមិនឲ្យអ្នកណាមួយមកខ្លាញ់សន្តិភាពនៅកម្ពុជាបានទេព្រោះប្រជាជនកម្ពុជាឆ្អែតឆ្អន់ពេកហើយជាង500ឆ្នាំនៃប្រវត្តិសាស្ត្រក្នុងប្រវត្តិសាស្ត្រមិនដែលពេលណាដែលប្រជាជនកម្ពុជាមានសេចក្តីសុខដោយសពថ្ងៃនេះទេក្នុងចំណុចនេះខ្ញុំសូមបញ្ជាក់ជូនថាពេលនោះខ្ញុំមានជម្រើស4យ៉ាងតែត្រូវជ្រើសរើសជម្រើសទី1គឺប្រើកងទ័ពដែលនៅក្រោមបញ្ជារបស់ខ្ញុំជាង2000នាក់ដើម្បីវាយកាន់កាប់តំបន់មួយចំនួនហើយជម្រើសនេះគឺជាជម្រើសដ៏គ្រោះថ្នាក់កងទ័ព2000នាក់ទៅជួលជាមួយកងទ័ព180000នាក់របស់ប៉ុលពតវាមិនអាចទៅរួចទេក៏ប៉ុន្តែក្នុងកលៈទេសៈដំបូងយើងអាចវាយកាន់កាប់នៅក្នុងស្រុកនិងតំបន់មួយចំនួនប៉ុន្តែបន្តទៅយើងធ្លាក់ទៅក្នុងថ្លុកឈាមនៃការបង្ក្រាបរបស់ពួកប៉ុលពតនេះជាជម្រើសទី1ជម្រើសទី2គឺដកខ្លួនចេញគឺទៅកាន់ប្រទេសវៀតណាមដើម្បីជួយក្នុងការរំដោះប្រទេសជម្រើសនេះមិនមែនជារឿងថ្មីរបស់កម្ពុជាទេសម្ដេចព្រះនរោត្តមសីហនុក្រោយរដ្ឋប្រហារទម្លាក់ព្រះអង្គពីសំណាក់លន់នល់ព្រះអង្គក៏ធ្លាប់បានទៅពឹកពាក់មិត្តភក្តិបរទេសជួយដែរក្នុងនោះក៏មានវៀតណាមចូលទៅជួយនៅឆ្នាំ1970ដល់ឆ្នាំ1975អស់ដែរមិនមែនជាជម្រើសតែវាអាក្រក់នោះទេជម្រើសទី3គឺមិនធ្វើអ្វីទាំងអស់ទុកឲ្យពួកខ្មែរក្រហមចាប់យកទៅសម្លាប់ហើយជម្រើសទី4គឺធ្វើអត្តឃាតខ្លួនឯងតែម្ដងនេះជាជម្រើសចុងក្រោយប៉ុន្តែជម្រើសអត្តឃាតមិនមែនជារឿងល្អទេប៉ុន្តែខ្ញុំក៏បានត្រៀមធ្វើអត្តឃាតខ្លួននៅពេលដែលប្រសិទ្ធបើខ្ញុំឆ្លងទៅវៀតណាមចាត់បញ្ជូនខ្ញុំត្រឡប់មកកម្ពុជាវិញពេលនោះខ្ញុំនឹងធ្វើអត្តឃាតបើអត្តឃាតខ្លួនឯងបើខ្ញុំទុកមជុលចំនួន12ដើមនៅក្នុងកប៉ាល់ខោរបស់ខ្ញុំប្រសិនបើវៀតណាមចាប់បញ្ជូនខ្ញុំមកឲ្យប៉ុលពតពេលនោះខ្ញុំនឹងយកមកជុលទាំង12ដើមបុកបំពង់ករបស់ខ្ញុំដើម្បីធ្វើអត្តឃាតខ្ញុំមិនឲ្យខ្មែរក្រហមសម្លាប់ខ្ញុំអ្នកអាចយល់ទេក្នុងវ័យ25ឆ្នាំតែចាស់ចោលប្រពន្ធកំពុងមានទីពុកអ្នកយល់នៅបញ្ហានេះនាយករដ្ឋមន្ត្រីបច្ចុប្បន្ននេះពេលនោះទឹកនឹងមានអាយុ5ខែក្នុងពុកយុគកំសត់ណាស់លោកជីវិតតស៊ូរបស់ខ្ញុំបន្ទាប់ពីកូនមួយស្លាប់ដោយសារគ្រូពេទ្យធ្វើធ្លាក់ពីដៃជាកូនទី4តែរីខ្ញុំមានទីពុកមួយទៀតគឺនាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្នទឹកនេះរាប់សែនរាប់រៀបទំនាក់របស់ខ្ញុំគឺជាការឈឺចាប់អំពីការប្រត់ប្រាស់ពីប្រទេសជាតិមិនមែនគ្រាន់តែត្រឹមគិតអំពីបញ្ហាប្រពន្ធកូនទេក៏ប៉ុន្តែប្រជាជនកម្ពុជាទាំងមូលគឺទទួលនៅការលំបាកស្លាប់រាល់ថ្ងៃដូច្នេះជម្រើសដែលខ្ញុំទៅនេះគឺមិនមែនអ្វីរួចខ្លួនតែឲ្យរួចទេខ្ញុំសូមអភ័យទោសនៅពេលណាដែលខ្ញុំនិយាយដល់រឿងនេះគឺខ្ញុំតែមិនអាចទប់ទឹកភ្នែកបានបើទោះបីជាខ្ញុំបដូរឋានៈពីអ្នកដែលផ្សោតព្រេងដើម្បីការរស់រានមានជីវិតរបស់កម្ពុជាជិត50ឆ្នាំទៅហើយក្តីតែភាពកំសត់របស់ខ្ញុំនៅតែតាមលោកខ្ញុំជានិច្ចកាលរឿងនេះហើយតែខ្ញុំបដូរដាច់ខាតមិនឲ្យអ្នកណាមួយមកខ្លាញ់សន្តិភាពនៅកម្ពុជាបានទេ
ព្រោះប្រជាជនកម្ពុជាឆ្អែតឆ្អន់ពេកហើយជាង500ឆ្នាំនៃប្រវត្តិសាស្ត្រក្នុងប្រវត្តិសាស្ត្រមិនដែលពេលណាដែលប្រជាជនកម្ពុជាមានសេចក្តីសុខដោយសពថ្ងៃនេះទេប្រទេសកម្ពុជាមួយតែងមានតំបន់ត្រួតត្រាច្រើនខ្ញុំមិនអនុញ្ញាតឲ្យអ្នកណាមកបំផ្លាញសន្តិភាពនេះដែលរកបានដោយលំបាកនោះទេផងនេះហើយតែខ្ញុំសូមអភ័យទោសវាជារឿងមួយដែលមិនគួរស្រក់ទឹកព្រែកនៅទីនេះក៏ប៉ុន្តែខ្ញុំមិនអាចជៀសផុតអំពីបញ្ហានេះខ្ញុំបញ្ជាក់ឡើងវិញនៅពេលដែលខ្ញុំទៅកាន់វៀតណាមក៏បានផ្ដល់មតិឲ្យខ្ញុំដើម្បីនឹងចាក់ចេញទៅប្រទេសទី3ពេលនោះសូមបញ្ជាក់ថាការពឹងពាក់ទៅលើវៀតណាមមិនមែនចេះតែពឹងពាក់វៀតណាមគោរពគោលការណ៍អធិបតេយ្យមិនមែនទៅដល់វៀតណាមស្វាគមន៍ដើម្បីជួយយើងនោះទេវៀតណាមបានលើកហេតុផលថាវៀតណាមនិងកម្ពុជាប្រជាធិបតេយ្យមានតំណែងក្នុងការទូតវៀតណាមមិនអាចជ្រៀតជ្រែកកិច្ចការរបស់កម្ពុជាក្នុងកម្ពុជាបានទេដោយចេះសូមអ្នកទាំងអស់គ្នាអាចទៅប្រទេសទី3វាអាចពេលនោះវៀតណាមលើកឈ្មោះប្រទេសមួយចំនួនអូស្ត្រាលីជប៉ុនបារាំងកាណាដាដើម្បីឲ្យខ្ញុំចាក់ចេញទៅបាទខ្ញុំប្រាប់ទៅតាមវៀតណាមវិញថាប្រសិនបើអស់លោកមិនអាចជួយខ្ញុំបានទេសូមបកគលអាវុធឲ្យខ្ញុំហើយខ្ញុំចូលទៅស្លាប់ជាមួយប្រជាជនរបស់ពេលនោះខ្ញុំទៅមានអាយុ25ឆ្នាំ5ឆ្នាំទីនៅពេលនេះនិស្សិតមិនតាន់ចេញពីសាលាទេមិនតាន់ចេញពីសាលាតែខ្ញុំបានក្លាយទៅជាមេដឹកនាំនៃចលនាតែតដើម្បីរំដោះប្រជាជាតិ